ដើម្បីការពារកូនលោកអ្នកអំពីជំងឺ OSV នៅក្រោមអាយុ2ឆ្នាំថ្នាំចាក់បង្ការមាន2មិនមែនជាវ៉ាក់សាំងទេជា immunoglobulin អាចមានជំរើសចាក់ឲ្យម្ដាយដើម្បីការពារតកឲ្យកូនឬក៏ចាក់ឲ្យអូនដែលកើតមកអាចចាក់កំឡុងពេលប្រហែល 4-5 ថ្ងៃនៅក្នុងពេទ្យហ្នឹងក៏ល្អដែរហើយជំរើសដែលចាក់ពីនេះជំរើសចាក់ឲ្យម្ដាយអាចមានតម្លៃធូរជាងអាចចន្លោះពី300ជាងតែចាក់ឲ្យកូនគឺតម្លៃអាច$800អញ្ចឹងបញ្ជាក់ចាក់ឲ្យម្ដាយដើម្បីការពារឲ្យទារកឬក៏ចាក់ឲ្យទារកផ្ទាល់តែម្ដងខ្ញុំបាទដុកទ័រលីឯកទេសទារកកុមារនិងវះកាត់កុមាររយៈពេល19ឆ្នាំបទពិសោធន៍តាំងពីឆ្នាំ2007មកមានសំណួរឆាតសួរឬក៏ comment share សូម subscribe ម្នាក់មួយមកបាទសូមអរគុណ